ឪពុកម្ដាយណាខ្លះដែលឆ្ងល់ថាពេលណាយើងអាចចាប់ផ្ដើមកូនយើងញ៉ាំជាមួយនឹងទឹកដោះគោប្រភេទទឹកបានណាពពួក liquid meal ប្រភេទហ្នឹងគឺមានពីរប្រភេទអញ្ចឹងនៅពេលដែលយើងជ្រើសរើសឲ្យកូនយើងគឺត្រូវប្រយ័ត្នមែនទែនដោយសារតែវាមានប្រភេទ fresh meal ហើយនិងប្រភេទ UAT ការណែនាំគឺយើងអាចចាប់ផ្ដើមកូនយើងប្រភេទទឹកហ្នឹងបានទាំងពីរមុខទាំង fresh meal ទាំង UAT ហ្នឹងនៅពេលដែលកូនយើងអាយុ1ឆ្នាំជាងខ្ញុំទៅប្រជុំជាមួយនឹងខាងពេទ្យរោគកុមារពាក់ព័ន្ធជាមួយនឹងរឿងរបបចំណីអាហារហ្នឹងក៏គេណែនាំលើកទឹកដោះគោហ្នឹងដែរអញ្ចឹងបាទខ្ញុំចាប់ផ្ដើមនឹកឃើញរឿងទឹកដោះគោហ្នឹងពេលដែលកូនខ្ញុំចាប់ផ្ដើម10ខែហ្នឹងខ្ញុំធ្វើ research មើលហើយក្នុងនេះវាមានសារធាតុចិញ្ចឹមមួយចំនួនដែលខ្ញុំគិតថាវាមានសារៈសំខាន់សម្រាប់កូនខ្ញុំណាទី1គឺវាមានពពួក DHA អាហ្នឹងបាទនិយាយ DHA គឺដឹងថាសំខាន់ហើយបើមើលវីដេអូខ្ញុំមុនខ្ញុំប្រាប់ឲ្យរឿង GOS នេះវាពាក់ព័ន្ធជាមួយនឹងប្រព័ន្ធរំលាយអាហាររបស់កូនយើងណាដោយសារតែកូនខ្ញុំគឺគាត់កើតដោយ C section នេះខ្ញុំវះឲ្យដល់អញ្ចឹងទៅគាត់អត់បានទទួលអាបាក់តេរីល្អពីផ្លូវទ្វារខាងក្រោមនៅពេលដែលក្មេងផ្សេងគាត់កើតចេញតាមក្រោមទេអញ្ចឹង GOS ឬក៏អាពពួក prebiotic ដែលមាននៅក្នុងទឹកដោះគោហ្នឹងគឺវាសំខាន់សម្រាប់ក្មេងដែលគាត់សម្រាប់ដល់ការវះកាត់ដែរហើយមួយទៀតនោះរឿងកាល់ស្យូមមួយវីតាមីន D ហ្នឹងឯងកូនខ្ញុំគាត់បើទៅដោះដល់អញ្ចឹងការដែលគាត់ប្រឈមជាមួយនឹងខ្វះកាល់ស្យូមហើយវីតាមីន D ហ្នឹងខ្ពស់ជាងក្មេងដែលគាត់មុំប្រភេទ formula ប្រភេទទឹកដោះគោម្សៅអញ្ចឹងបានប្រសិនបើអាយុ1ឆ្នាំទៅប្រហែលជាខ្ញុំឲ្យចាប់ផ្ដើមជាមួយណាមួយនេះហើយអូខេថ្ងៃនេះខ្ញុំចែកម្លែកប៉ុណ្្នឹងហើយចំពោះពាក់ព័ន្ធរឿងទឹកដោះគោរបស់កូនក្មេងណាហើយប្រសិនបើមានសំណួរអីទៀតអាច comment នៅក្នុងវីដេអូរបស់ខ្ញុំបានអរគុណច្រើនថ្ងៃក្រោយជួបគ្នាទៀតបាយបាយ